ពងមុខស្គាល់អាវុធខ្លាំងបំផុតរបស់អ៊ីរ៉ង់ដែលអានប្រើដើម្បីតតាំងជាមួយអាមេរិក 1. មីស៊ីលលួនជិងសំឡេង Fatas-2 មីស៊ីល Fatas-2 គឺជាអាវុធយុទ្ធសាស្ត្រទំនើបបំផុតរបស់អ៊ីរ៉ង់ដែលត្រូវបានដាក់បង្ហាញជាសាធារណៈកាលពីចុងឆ្នាំ2023និងកំពុងក្លាយជាកង្វល់សម្រាប់ប្រព័ន្ធការពារអាកាសរបស់ប្រជើមប្រទេសក្នុងឆ្នាំ2026ខុសពីមីស៊ីលផ្លូងធម្មតាដែលហោះតាមគន្លងរាងធ្នូ Fatas-2 គឺជាប្រភេទមីស៊ីលដែលអាចហោះលើស្រទាប់បរិយាកាសបានវាអាចហោះក្នុងល្បឿនចន្លោះពីមេឃ13ទៅមេឃ15គឺលឿនជាងសំឡេងពី13ទៅ15ដងនិងហោះបានចម្ងាយប្រហែល1400គីឡូម៉ែត្រដែលមានន័យថា Fatas-2 អាចវាយប្រហារដល់ប្រទេសអ៊ីស្រាអែលនិងមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់មជ្ឈបូព៌ាវាប្រើប្រាស់ម៉ាស៊ីនរុញច្រានអ៊ីនធឺណិតរឹងសម្រាប់ដំណាក់កាលហោះដំបូងនិងមានក្បាលគ្រាប់ដែលអាចបញ្ជាទិសដៅបានអ្វីដែលធ្វើឲ្យ Fatas-2 ខុសប្លែកពីមីស៊ីលផ្សេងទៀតគឺសមត្ថភាពបត់បែននៅល្បឿនលឿនវាអាចគេចផុតពីប្រព័ន្ធការពារដូចជា Patriot របស់អាមេរិកឬ Arrow 3របស់អ៊ីស្រាអែលFatas-2 អាចបដូរទិសដៅហោះហើរក្នុងល្បឿនលឿនជាងសំឡេងធ្វើឲ្យប្រព័ន្ធរបស់សត្រូវមិនអាចគណនាទីតាំងស្ទាក់បានម្យ៉ាងវាអាចហោះក្នុងកម្ពស់ទាបជាងមីស៊ីលភ្លុងធម្មតាដែលធ្វើឲ្យរ៉ាដារបស់សត្រូវពិបាកក្នុងការរកឃើញពីចម្ងាយហើយវាបំពាក់ដោយប្រព័ន្ធនាំផ្លូវទំនើបដែលអាចវាយប្រហារចំគោលដៅក្នុងរង្វង់កាំត្រឹមតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ 2. ដ្រូនអត្តឃាត Shahed 136និង Shahed 107ដ្រូនអត្តឃាតត្រកូល Shahed មានប្រសិទ្ធភាពខ្ពស់បំផុតរហូតធ្វើឲ្យមហាអំណាចពិភពលោកញញើតក្នុងឆ្នាំ2026ដ្រូនទាំងនេះបានក្លាយជាអាវុធយុទ្ធសាស្ត្រចម្បងដែលអ៊ីរ៉ង់ប្រើប្រាស់សម្រាប់សង្គ្រាមមិនតទល់ចំមុខដរ៉ូន Shahed 136 Shahed 136គឺជាដ្រូនអត្តឃាតល្បីល្បាញបំផុតដោយសារតែវាត្រូវបានប្រើប្រាស់ទូទៅនៅក្នុងសមរភូមិអន្តរជាតិជាមួយរាងត្រីកោណស្លាបជាប់នឹងតួធ្វើឲ្យ Shahed 136ពិបាកនឹងចាប់សញ្ញារ៉ាដាបានណាស់វាមានល្បឿនប្រហែល185គីឡូម៉ែត្រក្នុង1ម៉ោងប៉ុន្តែអាចហោះបានចម្ងាយឆ្ងាយរហូតដល់2500គីឡូម៉ែត្រនិងផ្ទុកគ្រឿងផ្ទុះទម្ងន់ពី30ទៅ50គីឡូក្រាមShahed 136ប្រើប្រាស់ម៉ាស៊ីនពីស្ទង់ធម្មតាដែលមានតម្លៃប្រហែល$20,000ក្នុងមួយគ្រឿងដ្រូននេះបាញ់ចេញពីកុងតេន័រដែលអាចដឹកតាមឡានដឹកទំនិញធម្មតាធ្វើឲ្យសត្រូវពិបាករកទីតាំងបាញ់ដរ៉ូន Shahed 107 Shahed 107គឺជាសមាជិកថ្មីក្នុងគ្រួសារ Shahed ដែលរចនាឡើងឲ្យកាន់តែមានភាពបត់បែននិងឆ្លាតវៃជាងមុនខុសពី Shahed 136ដែលគ្រាន់តែហោះទៅបុកគោលដៅ Shahed 107ត្រូវគេជឿថាមានសមត្ថភាពស៊ើបការផងនិងវាយប្រហារផងវាហោះបានចម្ងាយប្រហែល1500គីឡូម៉ែត្របំពាក់ដោយកាមេរ៉ានិងប្រព័ន្ធបញ្ជូនទិន្នន័យដែលអនុញ្ញាតឲ្យអ្នកបញ្ជាអាចមើលឃើញគោលដៅនិងផ្លាស់ប្ដូរគោលដៅនៅនាទីចុងក្រោយវាមានទំហំតូចជាងមុនដែលធ្វើឲ្យវាកាន់តែពិបាកក្នុងការបាញ់ទម្លាក់ដោយប្រព័ន្ធការពារអាកាស 3. មីស៊ីល Ballistic Khorramshahr 4មីស៊ីល Khorramshahr 4ឬត្រូវគេស្គាល់ថា K-bar គឺជាមីស៊ីល ballistic ចម្ងាយមធ្យមដែលមានអានុភាពបំផ្លាញបំភ្លេចខ្លាំងបំផុតនៅក្នុងឃ្លាំងអាវុធរបស់អ៊ីរ៉ង់វាគឺជាជំនាន់ទី4នៃត្រកូល Khorramshahr ដែលត្រូវបានរចនាឡើងដើម្បីបង្កើនភាពសុក្រឹតនិងកាត់បន្ថយពេលវេលារៀបចំមុនពេលបាញ់Khorramshahr 4មានរយៈចម្ងាយប្រហែល2000គីឡូម៉ែត្រគឺអាចបាញ់ទៅដល់គ្រប់ទីតាំងក្នុងតំបន់មជ្ឈបូព៌ានិងផ្នែកមួយនៃអឺរ៉ុបអាគ្នេយ៍ក៏ដោយនិងអាចផ្ទុកគ្រឿងផ្ទុះទម្ងន់រហូតដល់1500គីឡូក្រាមបានវាប្រើប្រាស់ឥន្ធនៈលាវប្រភេទ Hypergolic គឺជាប្រភេទឥន្ធនៈឆេះភ្លាមៗនៅពេលប៉ះគ្នាវាអាចហោះលឿនជាងល្បឿនមេឃ16នៅក្រៅស្រទាប់បរិយាកាសនិងមេឃ8នៅពេលធ្លាក់ចូលក្នុងបរិយាកាសផែនដីលើពីនេះវាមានប្រព័ន្ធបញ្ជាដែលអាចបដូរគន្លងហោះហើរក្នុងពេលស្ថិតក្នុងលំអាកាសធ្វើឲ្យវាកាន់តែមានភាពសុក្រឹតហើយដោយសារតែក្បាលគ្រាប់មិនត្រូវការស្លាបបញ្ជានៅផ្នែកខាងក្រៅប៉ុន្តែប្រើប្រាស់ម៉ាស៊ីនរុញច្រានតូចៗសម្រាប់ត្រង់ទិសដៅវាធ្វើឲ្យរ៉ាដារបស់សត្រូវពិបាកក្នុងការគណនាគន្លងនិងស្ទាក់ចាប់ជាមួយនឹងក្បាលគ្រាប់មួយតោនកន្លះមីស៊ីលតែមួយគ្រាប់នេះគឺសមល្មមអាចកំភ្លេចបន្តាយយោធាធំមូលដ្ឋានអាកាសយានឬហេដ្ឋារចនាសំខាន់បានយ៉ាងងាយស្រួលចំណែកសមត្ថភាពក្នុងការរក្សាទុកឥន្ធនៈក្នុងតួមីស៊ីលវិញមានន័យថាអ៊ីរ៉ង់អាចលាក់វានៅក្នុងរោងភ្នំហើយនាំវាចេញមកបាញ់ភ្លាមរួចដកថយវិញមុនពេលយន្តហោះសត្រូវមកដល់